They are strictly used for the protection of the federal personnel as they conduct their operations. They're doing their training right now. ទីហ៊ានអាមេរិកត្រូវបានបញ្ជាឲ្យចាប់ឃុំខ្លួនក្រុមបាតកោនៅទីក្រុង Los Angeles មុនពេលដែលប៉ូលីសមកដល់ ទីហ៊ានអាមេរិកនៅទីក្រុង Los Angeles ត្រូវបានប្រាប់ឲ្យឃុំខ្លួនមនុស្សជាបណ្ដោះអាសន្នរហូតដល់ប៉ូលីសមកចាប់ខ្លួនពួកគេវាកើតឡើងនៅពេលដែលទាហាន Marine រាប់រយនាក់កំពុងតែរៀបចំខ្លួនសម្រុកចូលទៅក្នុងទីក្រុងនេះបន្ទាប់ពីការតវ៉ាបានផ្ទុះឡើងជុំវិញការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់របស់ប្រធានាធិបតី Donald Trump ការតវ៉ានេះភាគច្រើនបានប្រព្រឹត្តទៅដោយសន្តិវិធីប៉ុន្តែខ្លះបានคล้ายទៅជាអំពើហិង្សាដែលបានអស់បន្លាយរយៈពេល6ថ្ងៃមកហើយបាតកោទាំងនេះក៏បានរីករាលដាលទៅដល់ទីក្រុងផ្សេងទៀតហើយការតវ៉ាជាច្រើនទៀតត្រូវបានគ្រោងធ្វើនៅថ្ងៃសៅរ៍អញ្ចឹងទាហានអាមេរិកនៅ Los Angeles ពេលនេះអាចចាប់ផ្ដើមឃុំខ្លួនក្រុមបាតកោបានហើយទាហាន Marine សរុបមានចំនួន700នាក់ហើយឆ្មាំជាតិវិញ 4000 នាក់ដំបូងឡើយពួកគេអាចបានតែការពារអគារហើយនឹងបុគ្គលិករបស់រដ្ឋទេពួកគេអត់អាចចាប់ឬក៏ឃុំខ្លួនអ្នកដែលធ្វើបាតកោដោយប៉ូលីសបានទេតែឥឡូវនេះពួកទាហានទាំងនេះអាចឃុំខ្លួនអ្នកដែលបកករឿងបានហើយគឺសម្ដៅទៅលើអ្នកដែលធ្វើអំពើហិង្សាដូចជាការយករបស់គប់ទៅលើប៉ូលីសឬក៏ពួកទាហានខ្លះទៀតវិញគឺយកដុំថ្មហើយនឹងដុំឥដ្ឋគប់ឡានប៉ូលីសទៀតទាហានជាទូទៅប្រយុទ្ធនៅសមរភូមិនៅពេលដែលមានសង្គ្រាមអញ្ចឹងពួកគេអត់អាចយកជំនាញធ្វើសង្គ្រាមមកធ្វើដាក់ទៅលើពួកបាតកោបានទេពួកគេត្រូវតែវឹកហាត់ជាមុនសិនមុនពេលចាប់ផ្ដើមប្រក្រាបចាប់ផ្ដើមឃុំខ្លួនអ្នកដែលបង្កបញ្ហាទាំងអស់ហ្នឹងពាក្យថាឃុំខ្លួនហើយនឹងចាប់ខ្លួនហ្នឹងឬក៏ detain ហើយនឹង arrest គឺអត់ដូចគ្នានោះទេ detain គឺជាការឃុំខ្លួនបណ្ដោះអាសន្នសិនរយៈពេលខ្លីនោះទេតែបើ arrest វិញគឺជាការចាប់ខ្លួនដែលអាចត្រូវប្រឈមទៅនឹងមុខច្បាប់ទៅទៀតដែលអាចជាប់ពន្ធនាគារក៏ថាបានការសម្រេចចិត្តរបស់លោកត្រាំនៅក្នុងការបញ្ជូនកងទ័ពទៅកាន់ទីក្រុង Los Angeles បានបង្កឲ្យមានការជជែកដេញដោលថ្នាក់ជាតិអំពីការប្រើប្រាស់យោធានៅក្នុងរដ្ឋាភិបាលរបស់លោក Gavin Newsom ទោះបីជាមានការប្រឆាំងពីអភិបាលរដ្ឋ California ម្នាក់នេះក៏ដោយលោក Newsom ថែមទាំងបានដាក់ពាក្យប្តឹងដើម្បីបញ្ឈប់ការដាក់ពង្រាយទាហានរបស់ត្រាំផងដែរបងប្អូនការប្រឆាំងតវ៉ានេះគឺមានរយៈពេល6ថ្ងៃមកហើយនៅតែអត់ទាន់ឈប់ទៀតការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់របស់ត្រាំនៅអាមេរិកនេះគឺធ្វើឲ្យមានការជជែកវែកញែកពេញមកប្រទេសអភិបាលរដ្ឋដែលគ្រប់គ្រងទីក្រុង LA ហ្នឹងគឺអត់យល់ស្របទៅនឹងអីដែលត្រាំធ្វើនៅពេលនេះទេដល់ថ្នាក់គាត់នឹងគឺបានដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹងត្រាំទៀតឲ្យដកទ័ពចេញពីទីក្រុងនេះឲ្យអស់ត្រាំកំពុងធ្វើតាមការសន្យារបស់គាត់នៅក្នុងការនិរទេសជនអន្តោប្រវេសន៍ដោយប្រើយុទ្ធសាស្ត្រខ្លាំងអ្នកប្រជាធិបតេយ្យអះអាងថាយុទ្ធសាស្ត្រទាំងនេះមានគ្រោះថ្នាក់ណាស់និងប្រឆាំងទៅនឹងតម្លៃប្រជាធិបតេយ្យនៅពេលដែលត្រាំធ្វើយុទ្ធនាការបោះឆ្នោតគាត់ធ្លាប់និយាយថានឹងបណ្ដេញអ្នកដែលនៅអាមេរិកខុសច្បាប់ចេញពីប្រទេសនេះហើយគាត់កំពុងតែធ្វើតាមអីដែលគាត់សន្យាកន្លងមកហើយតែអ្នកខ្លះមើលឃើញថាវាគឺជាការបំពានច្បាប់នយោបាយគឺវាប៉ះពាល់ខ្លាំងទៅដល់លទ្ធិប្រជាធិបតេយ្យត្រាំបាននិយាយថា If I didn't act quickly Los Angeles would be burning to the ground right now មានន័យថាប្រសិនបើខ្ញុំមិនបានធ្វើការសម្រេចចិត្តលឿនទេទីក្រុង Los Angeles នឹងត្រូវបានឆេះទៅជាផេះបាត់ទៅហើយនៅពេលនេះឧត្តមសេនីយ៍ Scott Sherman ទទួលបន្ទុកកងទ័ពបាននិយាយថាកង Marine និងឆ្មាំជាតិមិនត្រូវបានអនុញ្ញាតឲ្យធ្វើការចាប់ខ្លួននោះទេប៉ុន្តែអាចឃុំខ្លួនមនុស្សរយៈពេលខ្លីរហូតដល់ប៉ូលីសមកដល់អាជ្ញាធរនៅក្នុងតំបន់មួយចំនួនដូចជាលោក Robert Luna ស្នងការក្រុង Los Angeles បានស្នើសុំការបំភ្លឺអំពីច្បាប់នេះឧត្តមសេនីយ៍ Scott Sherman ដែលជាមេបញ្ជាការកងទ័ពអាមេរិកបានប្រាប់អ្នកយកព័ត៌មានថាទាហាន Marine ចំនួន700នាក់ហើយនិងកងទ័ពឆ្មាំជាតិចំនួន4000នាក់អត់អាចធ្វើការចាប់ខ្លួនបានទេប៉ុន្តែអាចឃុំខ្លួនក្រុមបាតកោបានរហូតដល់ប៉ូលីសមកដល់យកពួកគេនឹងទៅធ្វើតាមផ្លូវច្បាប់គាត់ថា they do not do any arrest they strictly there to detain and wait for law enforcement to come and handle those demonstratorsបណ្ដឹងរបស់រដ្ឋ California អះអាងថាទាហានមិនគួរត្រូវបានដាក់ពង្រាយទេពីព្រោះមិនមានការបះបោរឬក៏គ្រោះថ្នាក់ពួកគេក៏ចង់បាននៃការរបស់តុលាការដើម្បីបញ្ឈប់ទាហានពីការចូលរួមក្នុងការអនុវត្តច្បាប់ស៊ីវិលសាវនាការត្រូវបានកំណត់សម្រាប់ថ្ងៃប្រហ័ស
រដ្ឋ California ថាទាហានអត់គួរឈរជើងនៅនឹងនោះទេដរាបណាមានការបះបោរឬក៏បង្កគ្រោះថ្នាក់ទើបទាហានអាចមានវត្តមាននៅទីក្រុង LA នេះបានពួកគេបានសុំតុលាការឲ្យបញ្ឈប់ទាហានទាំងនេះឲ្យជួយប៉ូលីសនៅក្នុងតំបន់ទៀតហើយសាវនាការតាក់ទងទៅនឹងរឿងនេះគឺនឹងធ្វើឡើងនៅថ្ងៃពហុនេះគឺនៅក្នុងទីក្រុង San Francisco ឧត្តមសេនីយ៍តូថាកងម៉ារីនកំពុងតែធ្វើការវឹកហាត់នៅជិតទីក្រុង Los Angeles ប៉ុន្តែអត់ទាន់បានចូលទៅក្នុងទីក្រុងនឹងនៅឡើយទេការវឹកហាត់នឹងគឺដើម្បីបង្ក្រាបប្រជាជនដែលខុសពីការការពារទឹកដីដូចជាការច្បាំងគ្នាជាដើមអញ្ចឹងហើយពួកគេត្រូវតែដឹងពីរបៀបឃុំខ្លួនអ្នកដែលធ្វើបាតកម្មមិនឲ្យមានប្រសិទ្ធភាពអត់បង្កគ្រោះថ្នាក់ទៅដល់អាយុជីវិតរបស់ពួកគេនៅក្នុងអំឡុងពេល2ថ្ងៃនេះបងប្អូនកងម៉ារីនហើយនឹងទាហានឆ្មាំជាតិនឹងធ្វើការដាក់ពង្រាយគឺនឹងត្រូវបានដាក់ពង្រាយទៅតាមដងផ្លូវនៅក្នុងទីក្រុងមួយនេះហើយបើអភិបាលក្រុង Los Angeles គឺលោក Karen Bass វិញហើយនឹងអភិបាលក្រុងផ្សេងទៀតវិញបាននិយាយថាសេតវិមានកំពុងតែប្រើប្រាស់អំណាចហួសហេតុនិងបង្កភាពចលាចលដែលនឹងធ្វើឲ្យបាតកម្មនឹងកាន់តែច្រើននិងកើតឡើងនៅថ្ងៃសៅរ៍នេះអញ្ចឹងព័ត៌មានថ្ងៃនេះគឺមានប៉ុណ្ណឹងហើយបងប្អូនយើងចាំជួបគ្នានៅវីដេអូក្រោយ